គប់មិត្តកាលនោះមហាបណ្ឌិតវិស្ណុសិមាន ក្រាបបង្គំទូលព្រះរាជបុត្រទាំងឡាយដែលប្រថាប់នៅទីចំពោះមុខដោយសេចក្តីសុខសាន្តលើផ្ទៃប្រាសាទដោយស្លោកថាអ្នកប្រាជ្ញតែងប្រើការវេលាឲ្យប្រព្រឹត្តទៅដោយការកំសាន្តការប្រសាសន៍មនុស្សល្ងងតែងប្រើការវេលាឲ្យប្រព្រឹត្តទៅដោយការប្រព្រឹត្តសេចក្តីវិន័យដោយការដេកនិងដោយការឆ្លោះទាស់ទែងព្រោះហេតុនោះទូលព្រះបង្គំនិងពោលកថាដ៏វិចិត្រមានរឿងក្អែកនិងអណ្ដើកជាដើមចោមទុកជាព្រះសម្ដាប់ដើម្បីកំសាន្តព្រះទ័យនៃទ្រង់ទាំងឡាយព្រះរាជបុត្រទាំងឡាយត្រាស់តបថាបបិទ្ធលោកអាយៈសូមលោកមេត្តារាយរឿងនោះឲ្យទានស្ដាប់បណ្ឌិតវិស្ណុសិមានពោលពាក្យដាស់តឿនព្រះទ័យថាបើដូច្នេះសូមទ្រង់តាំងព្រះទ័យស្ដាប់ចុះការគប់មិត្តនេះនឹងផ្ដាំពោលឥឡូវនេះដូច្នេះពាក្យស្លោកទុកនៅខាងដើមថាអ្នកប្រាជ្ញមានចិត្តល្អសូម្បីខ្សត់ទ្រព្យហើយឥតកម្លាំងក៏អាចជួយកែខៃឲ្យសម្រេចប្រយោជន៍បានដោយរស់រានដោយរឿងក្អែកអណ្ដើកនិងកណ្ដុរព្រះរាជបុត្រទាំងឡាយត្រាស់សួរថារឿងនោះដូចម្ដេចបណ្ឌិតវិស្ណុសិមានក្រាបទូលថារឿងក្អែកអណ្ដើកនិងកណ្ដុរនៅលើត្រើយស្ទឹងគោទាវរីមានជ្រៃមួយដើមធំត្រសុំសាខាម៉ែត្រឈឹងត្រឆៃពួកហ្វុងបក្សីផ្សេងលុះដល់វេលាទុនទាបព្រះសូរិយាល្ងាចថ្ងៃហើយតែងបបួលគ្នាហៅមកពីទិសានុទិសជ្រាវជ្រៃចូលមកជ្រកអាស្រមមុំដល់ដើមជ្រៃនោះសម័យមួយវេលាព្រឹកព្រៀងស្វាងឡើងជិតអស់ខែនៃរាត្រីកាលហើយព្រះច័ន្ទជាទីគោរពជានាយកនៃកងកម្មុតជាតិលេចបាត់វងរស្មីកំពូលភ្នំអស្ដង្គតមានក្អែកមួយឈ្មោះលក្ខប់តនកៈភ្ញាក់ឡើងពីពន្ធព្រលឹមក្រឡេកទៅមើលឃើញព្រានព្រៃម្នាក់មកដល់ព្រាបបានដូចជាឃើញយមរាជទី2លោកឃើញហើយក៏រំពឹងគិតថាថ្ងៃនេះឃើញឧបទ្រពចង្រៃកើតឡើងតាំងពីព្រលឹមតែម្ដងអាត្មាអញមិនគប្បីបានដឹងថាឧបទ្រពចង្រៃនេះនឹងកើតឡើងប្រកបបែបណារំពឹងគិតហើយរន្ធត់តក់ស្លុតក្នុងចិត្តឥតឧបមាក៏ហើរឆ្លេឆ្លាមើលតាមស្នាមព្រានព្រៃចរទៅព្រោះថាមនុស្សល្ងងតែងជួបប្រទះប៉ះទង្គិចហេតុដែលនាំឲ្យកើតសេចក្តីសោក1000ដងឬហេតុដែលនាំឲ្យកើតភ័យ100ដងក្នុងមួយថ្ងៃតែអ្នកប្រាជ្ញជួបប្រទះប៉ះទង្គិចហេតុដូច្នេះឥតរង្គើមានឡើយនរជនដែលនៅក្នុងលោកនេះគួរធ្វើមនសិការៈទុកនៅក្នុងចិត្តដូច្នេះរាល់ថ្ងៃកុំខានការភ្ញាក់ក្រោកពីព្រលឹមនរជនគប្បីដាស់សតិរលឹករាល់ថ្ងៃថាមហាភ័យទាំងឡាយជិតមកដល់ហើយបណ្ដាមហាភ័យទាំងឡាយនោះការឈឺចាប់សេចក្តីស្លាប់និងសេចក្តីទុក្ខសោករោគភ័យឬអនរាយអ្វីមួយមុខជានឹងធ្លាក់មកដល់អាត្មាអញនៅក្នុងថ្ងៃនេះកាលនោះព្រានព្រៃនោះគ្មានខ្មៃព្រោះគ្រាប់ស្រូវហើយត្រដាងលោកលុះចាត់ចែងរួចសពគ្រប់ហើយក៏ពួនសំងំអាត្មានៅក្នុងទី1ក្នុងកាលនោះឯងស្ដេចព្រាហ្មណ៍ចតុក្រិតហៅចោលមកពីចម្ងាយព្រមជាមួយអន្លើដោយព្រាបជាបរិវាររេរាលើអាកាសវេហាឃើញគ្រាប់ស្រូវររត់ររាយខ្ចាត់ខ្ចាយដូច្នេះក៏ពោលរលឹកព្រាបបរិវារដែលលមកចង់ចោះទៅស៊ីគ្រាប់ស្រូវនោះថាហេតុអ្វីក៏មានគ្រាប់ស្រូវនៅក្នុងដងព្រៃជ្រៅនរជនអន្លង់អន្លោចឆ្ងាយពីទីឋានមនុស្សដូច្នេះណោះដំណើរនេះគួរពិចារណាមើលសិនយើងឃើញរបស់នេះនឹងຕົកជាលាភចម្រើនក៏ឥតអង្គើមានព្រោះការលមកស៊ីគ្រាប់ស្រូវនេះនឹងត្រឡប់ឲ្យវិនិច្ឆ័យអនរាយក្តៅក្រហាយស្ដាយក្រោយដែលយើងគ្រប់គ្នាក៏សឹងថាបានព្រោះលមកចង់បានកងមាសអ្នកដំណើរម្នាក់ធ្លាក់ផុងជាប់ក្នុងបឹងភក់ជ្រៅឡើងមិនរួចត្រូវខ្លាចចាស់បង្គ្រប់ចាប់ហែកស៊ីស្លាប់ទៅព្រាបជាបរិវារក៏សួរឡើងថារឿងនោះដូចម្ដេចស្ដេចព្រាបឈ្មោះវិចិត្រក្រិតនិយាយរឿងប្រាប់ថា